ពេទ្យក្រអឺតក្រអាងម្នេះលោកដ៏មានអាយុនៅខណៈដែលដើរផ្លូវជិតដល់ក្រុងរាជក្រឹសនោះខ្ញុំព្រះករុណាបានសង្កេតឃើញភូមិប្រទេសជាវាលស្រែច្រើនជាងព្រៃឈើផ្ទៃដីប្រកបដោយជីវជាតិព្រោះដើមស្រូវនៅក្នុងស្រែដែលកសិករច្រូតកាត់មិនទាន់ហើយនៅឡើយមើលទៅល្អណាស់គុំធំធំនិងក្របថោសត្រសោលក្នុងមួយថ្ងៃខ្ញុំព្រះករុណាធ្វើដំណើរដើរឆ្លងកាត់ភូមិស្រុកជាច្រើនសង្កេតឃើញអ្នកស្រុករស់នៅកកកតាមវាលស្រែកសិករកំពុងតែច្រូតស្រូវជាពួកជាក្រុមខ្លះសន្ទនាគ្នាបណ្ដើរចន្លោចន្លេងលេងសើចជាមួយគ្នាបណ្ដើរយ៉ាងរីករាយខ្ញៀវខ្ញាក្រុមខ្លះក៏ច្រៀងចម្រៀងឆ្លើយឆ្លងគ្នារវាងប្រុសនិងស្រីមើលទៅពួកគេហាក់នឹកថាសប្បាយរីករាយណាស់គិតទៅគួរឲ្យចម្លែកដែរដែលពួកគេធ្វើការទាំងកណ្ដាលថ្ងៃចេះមានញើសហូរចូលខ្លួនក៏នៅតែញញឹមញញែមស្រស់ស្រាយរីករាយបានផ្ទុយគ្នាស្រឡះទៅនឹងមហាសេដ្ឋីដែលរស់នៅលើប្រាសាទ7ជាន់ក្នុងមហានគរបែរជានៅក្រៀមក្រំក្រវល់ក្រវាយចិត្តឥតស្រាកស្រានទៅវិញនាំឲ្យខ្ញុំព្រះករុណាកើតគំនិតគិតសង្ស័យថាអ្នកណាណោជាអ្នកមានសេចក្តីសុខពិតប្រាកដគិតទៅគិតមកក៏ល្មមនឹងឃើញចម្លើយថាសេចក្តីសុខស្ថិតនៅលើការពេញចិត្តអ្នកស្រែដែលធ្វើស្រែបែកញើសហូរញើសបើពេញចិត្តនឹងភាវៈជាអ្នកស្រែពួកគេក៏មានសេចក្តីសុខមហាសេដ្ឋីទោះជាមានទ្រព្យ70កោដ700លានរស់នៅក្នុងប្រាសាទវិមានក៏ដោយបើមិនពេញចិត្តនឹងសភាវៈបែបនោះទេច្បាស់ជានៅត្រដោត្រដាស់ខ្នះខ្នែងស្វែងរកសភាវៈដតីទៀតមិនខានកាលបើដូច្នេះមុខជានឹងគ្មានសេចក្តីសុខសម្រានខ្សានចិត្តឡើយម្ល៉េះហើយយើងមិនអាចយកទ្រព្យសម្បត្តិខាងក្រៅមកវាស់សេចក្តីសុខរបស់មនុស្សបានទេលុះដើរផ្លូវទៅមុខបន្តិចទៀតមិនយូរប៉ុន្មានខ្ញុំព្រះករុណាក៏មើលឃើញជួរភ្នំមានពណ៌ខៀវស្រងាត់ឈរនៅច្រងាងចំខាងមុខឯទិសខាងកើតនោះឯងគឺជានិមិត្តរូបនៃក្រុងរាជក្រឹសជារាជធានីនៃក្រុងមគធរដ្ឋរបស់ព្រះភូវិនេតពំពិសាក្រុងរាជក្រឹសនៅមាននាមាភិថីម្យ៉ាងទៀតថាបញ្ចគិរីនគរព្រោះមានភ្នំ5ខ្សែគឺវេភរៈវេពលៈកិច្ចកោតអេសិគិលិនិងសោណៈតាំងនៅរៀងរាយគ្នាជុំវិញក្រុងជាកំផែងធម្មជាតិដ៏រឹងមាំដែលពួកបច្ឆាមិត្តមិនអាចហ៊ានរុករានទន្ទ្រានចូលវាយប្រហារខ្ញុំព្រះករុណាអង្គុយចុះនៅក្រោមម្លប់ដើមព្រីងធំហើយសម្លឹងមើលទៅកាន់វាលស្រែដ៏ល្វឹងល្វើយដែលកំពុងតែបង្អោនគូលឿងទុំដូចមេឃឆ្អិនមៀងមើលទៅមហាប្រការនៃក្រុងរាជក្រឹសដោយរន្តិភាពព្រោះដឹងថាខ្លួនបានដើរផ្លូវជិតដល់គោលដៅមួយដំណាក់កាលហើយនៅខណៈដែលកំពុងតែអង្គុយរំភើយអារម្មណ៍នោះឯងមានវុទ្ធិជនម្នាក់ដើរស្ពាយយាមឆ្លងកាត់មកនៅពេលដែលឈ្មៀងភ្នែកក្រឡេកមើលមកខ្ញុំព្រះករុណាអង្គុយនៅក្រោមម្លប់ឈើក្បែរផ្លូវគាត់ក៏ឈៀងចូលមកអង្គុយសម្រាកដែរលុះដាក់យាមចុះនៅលើផ្ទៃដីហើយគាត់ក៏ចាប់ផ្ដើមណែនាំខ្លួនឯងថាជាគ្រូពេទ្យដើរព្យាបាលអ្នកជំងឺតាមស្រុកភូមិនានាហើយក៏រៀបរាប់បូបាច់ដល់សមត្ថភាពរបស់ខ្លួនក្នុងការព្យាបាលអ្នកជំងឺឲ្យខ្ញុំព្រះករុណាបានស្ដាប់យ៉ាងហូរហែនៅខណៈដែលអង្គុយលើចង្អេរលើកខ្លួនឯងយ៉ាងខ្ពស់លើសគេនោះគាត់ក៏រិះគន់នឹងតេះដៀលពេទ្យដតីទៀតយ៉ាងចាស់ដៃផងដែរគាត់និយាយហាក់នឹកថានៅក្នុងโลกនេះគាត់ជាអ្នកពូកែជាងអ្នកណាទាំងអស់ឆ្លៀសវៃប្រាជ្ញប្រាយក្នុងគ្រប់សាខាវិជ្ជាគ្មានអ្វីដែលគាត់មិនចេះនោះទេកាលបើសង្កេតមើលការនិយាយអួតក្អេងក្អាងរបស់គាត់ទៅខ្ញុំព្រះករុណាក៏ដឹងថាវុទ្ធិជននោះកំពុងតែត្រូវទិដ្ឋិមេនះគ្រប់សង្កត់កំពុងតែឈួតចំណេះរហូតដល់យល់ខុសថាខ្លួនជាអ្នកវិសេសតែម្នាក់ឯងនៅក្នុងโลกនេះខ្ញុំព្រះករុណាគិតថាប្រសិនបើមិនបង្ក្រាបមនុស្សនេះឲ្យអស់ផ្ចេះសនៈពុទ្ធបុត្រទេទូនីតិព្រានប្រដៅរបស់ខ្ញុំព្រះករុណាមុខជាខ្វះចន្លោះមានខ្ចោះដោយពិតខ្ញុំព្រះករុណាទើបរៀបចំនយោបាយស្រាយទិដ្ឋិមេនះរបស់គាត់ដោយចាប់ផ្ដើមសន្ទនាគ្នាថាមនាលឧបាសកអាត្មាកើតមកនៅក្នុងโลกនេះក៏ច្រើនឆ្នាំហើយទាំងបានត្រាច់ចរមកស្ទើរតែផុតផែនដីក្នុងមជ្ឈិមប្រទេសប៉ុន្តែនៅមិនដែលពើពះប្រទេសឃើញ
ពេទ្យណាម្នាក់ដែលមានចំណេះចេះដឹងដូចយ៉ាងញោមទេញោមជាគ្រូពេទ្យដែលមានសមត្ថភាពបំផុតតាមដែលអាត្មាធ្លាប់បានប្រទះកន្លងមកគាត់ញញឹមយ៉ាងពេញចិត្តពេញថ្លើមហើយនិយាយយ៉ាងមោទនភាពថាត្រឹមត្រូវហើយលោកសាមណៈបើនិយាយតាមការពិតទៅគ្មានអសត់មុខណាដែលខ្ញុំប្រកាសណាមិនចេះនោះទេគ្មានរោគប្រភេទណាដែលខ្ញុំកណាព្យាបាលមិនបាននោះទេនេះបើនិយាយតាមត្រង់មិនមែននិយាយអួតខ្លួនឯងទេអាត្មាជឿញោមខ្ញុំប្រកាសណាខ្លែងសែមគាត់ថែមទៀតចាត់ទុកថាជាភ័ព្វសំណាងរបស់អាត្មាមែនតែនដែលបានជួបញោមពីព្រោះអាត្មាមានញាតិម្នាក់នៅក្នុងក្រុងរាជក្រឹសនេះកំពុងតែកើតជំងឺតត្រាំតត្រែងម្យ៉ាងអាត្មាចង់នាំញោមទៅពិនិត្យមើលរោគសញ្ញារបស់គាត់ហើយផ្សំថ្នាំព្យាបាលឲ្យផងបើញោមរក្សាឲ្យជាសះស្បើយបានអាត្មានឹងជូនរង្វាន់យ៉ាងលើសលន់បំផុតទុកចិត្តខ្ញុំកណាចោះលោកសាមណៈគាត់និយាយទាំងសាយក៏ក្អឹកដោយជឿជាក់លើខ្លួនឯងខ្ញុំកណាត្រេកអរនឹងរក្សាព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃសោះក៏បានសូមតែប្រាប់អាការៈរោគរបស់គាត់មកចុះខ្ញុំកណានឹងស្រាវជ្រាវរោគសមុដ្ឋានរោគហើយផ្សំថ្នាំប្រកេនឥឡូវនេះឯងលុះបាញ់ឆោតឲ្យពេទ្យស្មើធ្លាក់ចូលរណ្ដៅងងឹតហើយខ្ញុំព្រះករណាក៏ប្រលះប្រលៀងស្និតផ្ដាច់ប្រលឹងភ្លាមថាអាការៈរោគរបស់គាត់នោះគឺអាការៈរោគរបស់គាត់យ៉ាងនេះគឺពីមុនមកគាត់ស្វាហាប់ហំហែងណាស់ប៉ុន្តែក្រោយមកគាត់ក៏คล้ายទៅជាមនុស្សម្នាក់ដែលទន់ខ្សោយក្រវីក្រវាយ៉ាងគួរឲ្យអាណិតស្បែកសាច់ដែលធ្លាប់តែតឹងណែនហាប់ក៏ប្រែទៅជាជ្រាវជ្រួញយូយាពេញទាំងសារពាង្គកាយសក់ដែលធ្លាប់តែខ្មៅរលើបរលោងក៏ប្រែទៅជាមានពណ៌សសំពងដូចសម្លៃកែវភ្នែកដែលធ្លាប់តែភ្លឺច្បាស់ស្រឡះស្រឡំក៏ប្រែទៅជាស្រវាំងស្រពេចស្រពិលមើលអ្វីមិនសូវឃើញត្រចៀកដែលធ្លាប់តែស្ដាប់សំឡេងឮច្បាស់ក៏បែរទៅជាថ្លង់ហឹងសឹងតែស្ដាប់អ្វីមិនបានថ្មិញដែលធ្លាប់តែសក្បោះពេញអញ្ចាញក៏បែរទៅជាបាក់ជ្រុះរលុះរលុងម្ដងមួយគ្រាប់ពីរគ្រាប់ទាល់តែអស់រលីងខ្នងដែលធ្លាប់តែតាំងត្រង់សង្ហាញក៏បែរទៅជាកោងតោបោទៅមុខពេលដើរត្រូវប្រើឈើច្រត់សតិស្មារតីដែលធ្លាប់តែល្អល្អះក៏បែរទៅជារងាប់រងើវងវែងវងវាន់មនុស្សម្នានាំគ្នាហៅគាត់ថាកើតជំងឺជរាឥឡូវនេះគាត់មានអាការៈរោគដាបខ្លាំងណាស់ទៅហើយសូមញោមមេត្តាជួយរក្សាព្យាបាលគាត់ឲ្យជាសះស្បើយដូចដើមវិញផងគ្រាន់តែស្ដាប់ខ្ញុំប្រកាសណានិយាយចប់ពេទ្យស្មឺក៏ផ្ទុះសំណើចសើចកាច់កកាច់ស្រង់លន់លឺពេញទាំងវាលស្រែហើយនិយាយថារោគនេះគ្មានអ្នកណាព្យាបាលបានទេលោកសាមណៈព្រោះវាជារោគធម្មតារបស់សង្ខារមិនព្យាបាលរោគនេះទៅព្យាបាលរោគឯណាទៅវិញខ្ញុំប្រកាសណាឆ្លិចស៊ូព្យាបាលរោគផ្សេងទៀតដូចជារោគឈឺក្បាលឈឺពោះឈឺធ្មេញជាដើមរោគប្រភេទអស់នឹងជារោគរពេញរពងរាយរងអ្នកណាក៏អាចព្យាបាលបានដែរប៉ុន្តែរោគជរានេះជារោគរ៉ាំរ៉ៃបំផុតដែលមនុស្សជាតិទូទាំងពិភពលោកកើតគ្រប់តែគ្នាពេទ្យដទៃទៀតមិនអាចរក្សាព្យាបាលបានទេព្រោះគេមិនពូកែដូចយ៉ាងញោមពូកែជាងពេទ្យណាទាំងអស់គួរតែរក្សាព្យាបាលបានបើញោមអាចរក្សាព្យាបាលរោគនេះឲ្យជាស្រឡះបានញោមនឹងក្លាយជាពេទ្យស្រុកស្ដំបំផុតក្នុងលោកយ៉ាងម៉េចដែរតើញោមនឹងរក្សាទេខ្ញុំកណារក្សាមិនបានទេពេទ្យស្មឺនិយាយដោយសំឡេងខ្សោយចុះបើញោមរក្សាព្យាបាលរោគនេះមិនបានទេញោមក៏មិនពូកែវិសេសវិសាលជាងពេទ្យដទៃដែរកាលដែលញោមនិយាយអួតថាពូកែជាងពេទ្យណាទាំងអស់ជាការប្រងប្រាជ្ញបំភ្លឺការពិតព្រោះតែអំណាចនៃទិដ្ឋិមេនិះប៉ុណ្ណោះឯងពេទ្យស្មឺអង្គុយឈ្ងោកមុខដោយមានគុភាពមិនតបតខ្ញុំប្រកាសណាថាដូចម្ដេចទេយកដៃទាំងសងខាងត្រដោះគ្នាទៅមកម្នាលឧបាសកខ្ញុំប្រកាសណាឆ្លៀតឱកាសនោះទូមានគាត់ដូចតទៅជំងឺរ៉ាំរ៉ៃដែលកាត់បន្ថយសេចក្តីសុខរបស់មនុស្សមាន3យ៉ាងគឺរោគជរារោគព្យាធិនិងរោគមរណៈរោគជរានិងរោគមរណៈញោមមិនអាចរក្សាព្យាបាលឲ្យជាស្រឡះសះស្បើយបានទេទាំងពេទ្យធម្មតាដទៃទៀតក៏មិនអាចរក្សាព្យាបាលបានដែររក្សាព្យាបាលបានតែរោគព្យាធិខ្លះប៉ុណ្ណោះរោគខ្លះ
ក៏ញោមមិនអាចព្យាបាលបានដែរជាការសំគួរហើយជាការសំគួរហើយឬដែលញោមយល់ថាពេទ្យវិសេសវិសាលក្នុងโลกមនាលនាយពេទ្យមានសិលវិជ្ជាច្រើនសន្ធឹកសន្ធាប់ណាស់ដែលមនុស្សរកឃើញហើយនាំគ្នាសិក្សារៀនសូត្រគ្រាន់តែក្នុងចម្ពោះទ្វីបនេះមានដល់ទៅ18សាខាវិជ្ជាឯណោះវិជ្ជាសាស្ត្ររបស់ញោមត្រឹមតែមួយក្នុងចំណោម18សាខាវិជ្ជាប៉ុណ្ណោះសូម្បីតែវិជ្ជាសាស្ត្រមួយមុខវិជ្ជាក៏មានវិសាលគមទូលំទូលាយហួសវិស័យនឹងញោមសិក្សាឲ្យចេះចប់សពគ្រប់ទៅហើយមិនបាច់ពោលដល់ថ្វីដល់សិប្បសាស្ត្រដទៃទៀតគ្មានអ្នកណាអាចរៀនចេះចប់សពគ្រប់ក្នុងសិលសាស្ត្រទាំងពួងបានទេព្រោះត្រូវប្រើពេលវេលារាប់ពាន់ឆ្នាំប៉ុន្តែមនុស្សមានអាយុកាលមធ្យមយ៉ាងយូរត្រឹមតែ100ឆ្នាំប៉ុណ្ណោះហេតុនោះទើបគ្មានពេលវេលាគ្រប់គ្រាន់នឹងសិក្សាឲ្យចេះចប់សពគ្រប់ក្នុងសិលសាស្ត្រទាំងពួងបានមនាលរោគហារីអ្វីទាំងពួងនៅក្នុងចក្រវាលនេះមានច្រើនប្រភេទជាអនេករាប់ម៉ឺនរាប់សែនប៉ុន្តែញោមចេះដឹងមុខវិជ្ជាវិជ្ជសាស្ត្រតែបន្តិចបន្តួចប៉ុណ្ណោះចំណេះចេះដឹងរបស់ញោមគ្រាន់តែជាចម្រៀកមួយក្នុងចំណោមសែនប៉ុណ្ណោះចាត់ទុកថាជាចំណេះដឹងតិចតួចណាស់ជាការសំគួរហើយឬដែលញោមដើរអួតប្រាប់គេប្រាប់ឯងថាខ្លួនពូកែវិសេសវិសាលជាងអ្នកដតីបបិទ្ធលោកសាមណៈដល់ចម្រើនខ្ញុំកណាទៅនឹងដឹងខ្លួនអំបញ្ញមិញនេះថាខ្លួនពេញជាមានចំណេះដឹងផ្នែកវិជ្ជាសាស្ត្រតិចតួចមែនតែនខ្ញុំកណានឹកអ៊ីនខ្មាស់ពុនពេកណាស់ដែលបាននិយាយប្រាប់អ្នកដតីជាច្រើនដោយសារតែសេចក្តីយល់ឃើញខុសថាខ្លួនជាគ្រូពេទ្យឆ្នើមវិសេសនៅក្នុងโลกចាប់តាំងពីពេលនេះតទៅខ្ញុំព្រះករណានឹងមិនធ្វើដូច្នេះទៀតទេនិយាយហើយគាត់ក៏អោនថ្វាយបង្គំខ្ញុំព្រះករណាយ៉ាងលំអត់លំអោនមនាលរោគហារីមនុស្សល្ងងនៅពេលដែលបានសិក្សារៀនសូត្រចេះដឹងតិចតួចច្រើនតែកើតអស្មិមេនះត្រឹសក្នុងចំពោះឯកវិជ្ជារបស់ខ្លួនយល់ថាខ្លួនវិសេសវិសាលហើយដើរអួតប្រាប់គេប្រាប់ឯងដើរផ្ចាញ់ផ្ចាលអ្នកដតីជាមនុស្សប្រកាន់ទិដ្ឋិមេនះរឹងរូសក៏គ្រឹះក៏គ្រោះមិនព្រមចោះញោមតូតុននឹងអ្នកណាទេមិនដឹងថាខ្លួនកំពុងតែអួតចំហោតល្ងងរបស់ខ្លួនឡើយបុគ្គលណាធ្វើដូច្នោះបុរាណអាចារ្យប្រៀបប្រដូចទៅនឹងសត្វកង្កែបចាស់ដែលរស់នៅក្នុងស្រះទឹកតូចមិនដែលឃើញទឹកស្ទឹងបឹងទន្លេសាគរនិងមហាសមុទ្រម្ដងណាឡើយក៏យល់ថាស្រះទឹករបស់ខ្លួនធំសម្បើមណាស់ក្នុងโลกលោតអួតប្រាប់គេឯងនៅក្នុងស្រះលុះពេលណាកង្កែបនោះមានឱកាសចេញទៅឃើញស្ទឹងបឹងបួរនៅខាងក្រៅទើបដឹងការពិតថាស្រះទឹករបស់ខ្លួនតូចមែនតែនតលតែឥតសពឥតសាអ្វីឡើយវានឹងនឹកអៀនបៀនពន់ពេកនៅពេលដែលដើរអួតប្រាប់គេឯងអំពីទឹកស្រះរបស់ខ្លួនហើយវានឹងคล้ายជាកង្កែបគត់មុតស្រកត់ស្រគំលែងក្រអឺតក្រអោងតទៅទៀតមនារោគហារីកង្កែបចាស់ដែលបានទៅប្រទេសឃើញមហាសាគរតែងមើលឃើញស្រះទឹករបស់ខ្លួនពហុសតជនដែលបានសិក្សាសិលសាស្ត្រច្រើនទៅតែងតែមើលឃើញថាខ្លួនចេះដឹងតិចទៅយ៉ាងនោះដែរកាន់តែរៀនចេះដឹងច្រើនមើលទៅខ្លួនក៏ហាក់នឹកថាចេះដឹងតិចទៅល្ងងទៅព្រោះអ្វីដែលបានរៀនសូត្រចេះដឹងមានច្រើនលើសលប់ទាល់តែអាយុនិងសមត្ថភាពខាងបញ្ញារបស់ខ្លួនមិនល្មាក់ល្មមនឹងរៀនសូត្រឲ្យចេះចប់សពគ្រប់បានព្រោះហេតុនោះនរជនដែលមានប្រាជ្ញាច្រើនមែនតែននោះឯងតែងជាមនុស្សស្រគត់ស្រគំរំទុំដាក់ខ្លួនគួរគោរពរាប់អានមានចិត្តទូលំទូលាយទទួលស្គាល់ថាខ្លួនមិនចេះនៅក្នុងអ្វីដែលខ្លួនមិនបានសិក្សានិងព្រមទទួលខុសនៅពេលដែលខ្លួននិយាយខុសឬធ្វើខុសចំណែកខាងអ្នករៀនសូត្រចេះដឹងតិចតួចវិញច្រើនតែវង្វេងវង្វាន់ជើងម៉ើងក្នុងវិជ្ជាកោតរបស់ខ្លួនយល់ថាខ្លួនឯងឆ្លាតបំផុតពូកែបំផុតនៅក្នុងចំណោមមហាជនកើតទិដ្ឋិមេនះរឹងត្អឹងយល់ថាអ្វីដែលខ្លួនឯងគិតខ្លួនឯងនិយាយនិងខ្លួនឯងធ្វើសុទ្ធតែត្រឹមត្រូវជានិច្ចសូម្បីបើអ្នកដតីមើលឃើញថាខុសក៏ដោយក៏នៅតែអះអាងថាខ្លួនបានធ្វើត្រូវដដែលប្រសិនបើគ្មានផ្លូវណានឹងតស៊ូទប់ទល់ទេក៏ទម្លាក់កំហុសឲ្យអ្នកដតីមនុស្សប្រភេទនេះមិនទទួលស្គាល់ថាខ្លួនឯងល្ងងខ្លៅទេក៏អួតថាឆ្លាតថ្វីបើគ្មានសេចក្តីឆ្លៀវឆ្លាស់ក៏ដោយគឺស្មើនឹងយកមាសខ្លែងខ្លាយទៅដើរពពីនីលក់ធានាថាលក់បានតែម្ដងប៉ុណ្ណោះ
ក្រោយមកលុះគេដឹងការពិតហើយនឹងគ្មានអ្នកណាទិញទៀតឡើយបបិទ្ធលោកសាមណៈដ៏ចម្រើនហេតុផលរបស់ព្រះតេជប្រគុណហាក់បីដូចជាប្រទីបដ៏ភ្លឺស្វាងដែលឆេះច្រាលរន្ទាលនៅក្នុងដួងចិត្តដ៏ងងឹតសូន្យសុងដោយមោហៈរបស់ខ្ញុំកណាធ្វើឲ្យខ្ញុំកណាយល់ជាក់ច្បាស់នៅក្នុងបញ្ហាជីវិតដែលមិនធ្លាប់បានដឹងបានឮពីមុនមកព្រះតេជប្រគុណបានធ្វើឧបការៈគុណដ៏ធំធេងដល់ខ្ញុំកណាគ្មានអ្វីនឹងបូជាគុណរបស់ព្រះតេជប្រគុណទេប៉ុន្តែបើព្រះតេជប្រគុណប្រាថ្នាខ្ញុំកណារីករាយនឹងបង្ហាត់បង្រៀនវិជ្ជាពេទ្យតាមដែលខ្ញុំព្រះករុណាចេះដឹងទាំងអម្បាលមានដល់ព្រះតេជប្រគុណក្រែងលោព្រះតេជប្រគុណនឹងមានវិជ្ជាជាគ្រឿងរកទទួលទានជាមួយនឹងមនុស្សលោកតទៅទៀតសូមអរគុណណាស់ចំពោះបំណងល្អរបស់ញោមប៉ុន្តែអាត្មាគ្មានបំណងនឹងរៀនវិជ្ជាសាស្ត្រអំពីញោមទេព្រោះអាត្មាជាពេទ្យស្រាប់ទៅហើយព្រឹទ្ធាជនសម្លឹងមើលមុខខ្ញុំព្រះករុណាយ៉ាងចម្លែកប្លែកចិត្តហើយស្រដីឡើងថាព្រះតេជប្រគុណក៏ជាពេទ្យដែរឬតើព្រះតេជប្រគុណមានជំនាញការក្នុងការព្យាបាលរោគអ្វីអាត្មាក៏ជាពេទ្យដែរប៉ុន្តែអាត្មាមិនមែនជាពេទ្យព្យាបាលរោគកាយនោះទេជាពេទ្យព្យាបាលរោគចិត្តអ្នកណាមិនស្រួលប្រាណអបសុកអបសានរសាប់រសល់ព្រោះលោភៈក្រោធវង្វេងអាត្មានឹងព្យាបាលឲ្យជាបានឱសថរបស់អាត្មាគឺបញ្ញានៅក្នុងសភាវៈធម៌អ្នកជំងឺផ្លូវចិត្តពេលដែលទទួលឱសថគឺបញ្ញាអំពីអាត្មាហើយនឹងមានចិត្តបរិសុទ្ធស្ងប់សុខត្រជាក់ត្រជុំស្រឡះស្រលូនជានិច្ចរោគកាយដែលញោមព្យាបាលអ្នកខ្លះក៏កើតអ្នកខ្លះក៏មិនកើតប៉ុន្តែរោគចិត្តមនុស្សកើតគ្រប់គ្នាទាំងអស់ហេតុដូច្នេះអ្នកជំងឺរបស់អាត្មាទៅមានពេញពិភពលោកអាត្មាត្រាច់ចរល្បាតព្យាបាលគេជារៀងរហូតមកព្រះតេជប្រគុណជាពេទ្យឆ្លៀសវៃនិងមានអ្នកជំងឺច្រើនបំផុតខ្ញុំកណាគិតថាព្រះតេជប្រគុណប្រកាសជាបានថ្លៃឈ្នួលច្រើនណាស់ហើយមើលទៅត្រូវហើយអាត្មាបានរង្វាន់ខាន់ខៅច្រើនណាស់ប៉ុន្តែរង្វាន់ខាន់ខៅរបស់អាត្មាគឺសេចក្តីសុខផ្លូវចិត្តដែលបានសាងប្រយោជន៍ដល់មនុស្សជាតិមិនមែនថ្លៃឈ្នួលគឺមាសប្រាក់លុយកាក់នោះទេព្រោះរតនជាតិទាំងនេះផ្ដល់សេចក្តីសុខឲ្យបន្តិចបន្តួចម្ដងម្កាលប៉ុណ្ណោះប៉ុន្តែសេចក្តីសុខខាងផ្លូវចិត្តដែលទទួលបានពីការជួយស្រោចស្រង់ដល់អ្នកដទៃផ្ដល់ឲ្យអាត្មាមានសេចក្តីសុខគ្រប់ពេលវេលាបុរសចំណាស់ថ្វាយបង្គំខ្ញុំព្រះករុណាយ៉ាងលំអត់លំអោនជាអវសានហើយក៏លាចេញទៅខ្ញុំព្រះករុណាតាមមើលគាត់ទៅរហូតដល់ដាច់កន្ទុយភ្នែកទាំងនឹកស្ញើចនៅក្នុងចិត្តដែលបានព្យាបាលគាត់ឲ្យជាសះស្បើយអំពីរោគយល់ច្រឡំអវិជ្ជាគឺសេចក្តីឆោតល្ងងដែលធ្វើឲ្យចិត្តរបស់គាត់ងងឹតងងល់មកជាយូរអង្វែងខ្ញុំព្រះករុណានៅសម្រាកត្រង់កន្លែងនោះដដែលលុះស្កប់ស្កល់តាមតម្រូវការហើយក៏ស្ពាយបាតលីខ្លោះធ្វើដំណើរដើរផ្លូវតទៅទៀត